សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះក៏ស្រាប់តែសម្លេងមួយបាននិយាយតែកាន់វ៉ាងលីនថាឡារ៉ាតែឯងគិតថាតបទៅជាមួយនឹងទរណកម្មឋានស៊ូហើយវាគឺបញ្ចប់ហើយមែនទេប្រាប់ហើយថានេះទើបជាទីបញ្ចប់ពិតប្រាកដក្នុងពេលនោះក៏ស្រាប់តែក្រញាំដៃអមជាមួយនឹងធម្មពលនេះវាក៏បានធ្វើការវាយទៅលើរាងកាយរបស់វ៉ាងលីនដើម្បីដកយកនៅវិញ្ញាណបឋមឬមួយក៏ពលឹងដានកំណត់របស់គាត់ប៉ុន្តែវ៉ាងលីនក៏ប្រាប់ហើយថាយល់សពទៅគាត់ក៏បានប្រើប្រាស់កម្លាំងទៅទប់ទល់ជាមួយនឹងធម្មពលនៃក្រញាំដៃដ៏ធំសម្បើមមួយនេះបណ្ដាលឲ្យធម្មពលទាំងពីរវាក៏បានប៉ះទង្គិចគ្នាស្របពេលដែលសម្លេងក៏នៅតែនិយាយទៅកាន់វ៉ាងលីនថាក្នុងកំឡុងពេលជាច្រើនឆ្នាំដែលបានកន្លងផុតទៅរាប់ម្ដងនេះមនុស្សដែលព្យាយាមបំបីចូលទៅកាន់កម្រិតទី7នោះគឺតែងតែត្រូវបានគេលេបតបាក់ជានិច្ចដូច្នេះហើយគ្មាននរណាម្នាក់នឹងគឺអាចរស់បាននោះទេហើយចំណែកនៅពេលនេះពលឹងដានកំណត់របស់វ៉ាងលីនក៏คล้ายទៅជារបស់គេដែរប៉ុន្តែស្របគ្នាវ៉ាងលីនក៏នៅតែបន្តប្រើប្រាស់នៅធម្មពលនៃត្រៃជីវិតរបស់គាត់ហើយក៏ធ្វើការរៀបរៀងក៏ដូចជាវិប្រហារទៅលើក្រញាំដៃដ៏ធំសម្បើមនេះទៅនៅពេលដែលគាត់ក៏បាននិយាយថាធម្មពលនៃក្រញាំដៃនេះវាគឺពិតជាអាក្រក់ខ្លាំងមែនទែនប្រសិនបើគាត់គឺមិនបានរក្សានៅភាពត្រឹមត្រូវជាមួយនឹងចេតនាសម្លាប់របស់គាត់នោះទេនោះពលឹងដានកំណត់របស់គាត់ប្រកាសជាត្រូវបានគេដកចេញបាត់ទៅហើយដូច្នេះហើយគាត់គឺទៅតែបញ្ញាប់បញ្ញាល់ចាក់ចេញអំពីទីនេះហើយណាមួយការរឹតបន្តឹងទាំងអស់ដែលមាននៅក្នុងវិមានអមតៈហ្នឹងគឺមិនអាចធ្វើអ្វីទៅលើក្រញាំដៃនឹងបាននោះទេដូច្នេះហើយគាត់គឺមិនអាចមើលស្រាវវាបាននោះទេហើយនៅពេលនេះគាត់គឺទៅតែបំបីកម្រិតដូច្នេះហើយធម្មពលរបស់គាត់ក៏មិនទាន់នឹងនៅដែរដោយនៅពេលនេះគាត់នឹងទៅរកនៅបិសាចបុរាណជាមុនសិនដើម្បីឲ្យគេជួយណែនាំគាត់ក៏ដូចជារកកន្លែងដើម្បីធ្វើការវឹកហាត់បន្តទៀតហើយបន្ទាប់ពីវ៉ាងលីនចាក់ចេញទៅតាមក្បួន teleport បាត់ទៅមនុស្សម្នាក់នឹងគេបានរអ៊ូថាវ៉ាងលីនយើងគឺពិតជាអាចរួចខ្លួនបានពិតមែនហើយវាគឺពិតជាគួរឲ្យរំខានគេបានប្រាប់ថាកាលពីឆ្នាំនោះនៅក្នុងសង្គ្រាមនោះគេបានរើរបួសយ៉ាងធ្ងន់ធ្ងរដូច្នេះហើយគឺមានតែធ្វើការស្រូបយកនៅធម្មពលសំខាន់របស់អ្នកដែលទើបតែបំបែកចូលទៅកាន់កម្រិតទី7តែប៉ុណ្ណោះទើបអាចស្ដារនៅកម្លាំងធម្មពលរបស់គេត្រឡប់មកវិញបានប៉ុន្តែយ៉ាងណាមិញធម្មពលជីវិតរបស់អ្នកកម្រិតទី7ហ្នឹងវាគឺពិតជាកម្រនឹងកើតឡើងខ្លាំងមែនទែនលុះត្រាតែគេគឺជាអ្នកខាងក្រៅដូច្នេះហើយក៏ប្រាប់ថាតើគេនឹងគឺអាចឲ្យវ៉ាងលីនរួចខ្លួនបានដោយរបៀបណាទៅក៏លេចទៅមើលវ៉ាងលីនវិញដោយសារតែមានការរំខានអំពីមនុស្សម្នាក់ហ្នឹងទៅលើផ្លូវ teleport ដូច្នេះហើយគាត់គឺមិនអាចត្រឡប់ទៅកាន់ទីក្រុងបិសាចមេឃវិញបានដោយជោគជ័យនោះទេដោយនៅពេលនេះគាត់ក៏បានលេចឡើងនៅក្នុងទីតាំងមួយនៃប្រទេសបិសាចភ្លើងហើយគាត់ក៏សួរថាតើមនុស្សម្នាក់នោះគឺជាអ្នកណាទៅនៅពេលដែលគាត់សម្លឹងមើលទៅកាន់ផ្លែឈើទាំងអស់នេះក៏ដឹងថាវាគឺជាផ្លែឈើអារក្សនៅក្នុងរឿងព្រេងទានគេបាននិយាយថាប្រសិនបើបរិភោគវានោះនឹងធ្វើកម្លាំងធម្មពលនឹងគឺមានការកើនឡើងជាបណ្ដោះអាសន្នអមជាមួយនឹងចេតនាសម្លាប់ដ៏ខ្លាំងក្លាប៉ុន្តែវាក៏មានផលប៉ះពាល់ដែរប្រសិនបើតិចនោះមនុស្សម្នាក់នឹងបាត់បង់នូវសតិអារម្មណ៍ដោយមិនអាចគ្រប់គ្រងខ្លួនឯងបានប៉ុន្តែប្រសិនបើខ្លាំងនឹងធ្លាក់ចូលទៅក្នុងផ្លូវបិសាចហើយផ្លែឈើនេះគាត់ធ្លាប់ឃើញវាម្ដងនៅលើពិភពស៊ូសាគូដោយនឹកស្មានមកដល់នៅពេលនេះគាត់ក៏បានឃើញវាម្ដងទៀតនៅក្នុងដែនដីវិញ្ញាណបិសាចជាមួយគ្នានោះក៏ស្រាប់តែក្រញាំដៃដ៏ធំសម្បើមនឹងវាក៏នៅតែបន្តលេចឡើងហើយសម្ដៅចូលទៅរកវ៉ាងលីនគាត់ក៏បានប្រើប្រាស់នៅដៃអមតៈខណៈដែលស៊ូលីគូវាក៏បាននិយាយថានៅទីបំផុតអាមុខងាប់គឺហៅវាចេញមកធ្វើការហើយប្រសិនបើវាគឺអាចសម្រេចនៅភារកិច្ចនេះបាននោះវ៉ាងលីនប្រកាសជាមិនប្រកាន់អំពីបាការក្បត់របស់វាកាលពីពីមុនដែលចង់បោះបោនោះទេនៅពេលនេះវាក៏ស្រែកហៅថាតើអាថ្លាមដ៏ប្រមាថណាស់ទៅដែលហ៊ានធ្វើបាបម្ចាស់របស់វាប៉ុន្តែនៅពេលដែលប៉ះទង្គិចគ្នានោះក៏មានអារម្មណ៍ថាខ្លួនឯងប្រៀបបីដូចជាខ្សែភ្លើងឆក់ដូច្នេះហើយវាក៏ស្រែកទៅកាន់វ៉ាងលីនថាជួយអូនផងហើយខណៈដែលវ៉ាងលីនក៏បានប្រើប្រាស់នៅធម្មពលរបស់គាត់បង្កើតបានទៅជាលលេក្បាលដ៏ធំសម្បើមមួយធ្វើការវិប្រហារត្រឡប់ទៅវិញហើយក្រញាំដៃដ៏ធំសម្បើមនេះក៏ត្រូវបានបំផ្លាញចោលចំណែកស៊ូលីគូក៏សួរថាតើវាយ៉ាងម៉េចហើយដោយឡែកគ្រឿងសឹកក៏នៅតែបន្តអណ្ដែតឡើងបញ្ចេញនៅកម្លាំងធម្មពលបិសាចវ៉ាងលីនក៏បាននិយាយថានេះវាគឺជាគ្រឿងសឹកធម្មពលបិសាចហើយនៅពេលនេះបន្ទាប់ពីវាបានបញ្ចេញធម្មពលរបស់វាហើយវាក៏បង្កើតបានទៅជាទម្រង់ក៏ដូចជារាងកាយរបស់មនុស្សម្នាក់ស្របពេលដែលមនុស្សម្នាក់នឹងក៏បាននិយាយទៅកាន់វ៉ាងលីនថាវ៉ាងលីននឹងគឺជារបស់គេហើយគេក៏បានបញ្ចេញនៅសម្រាប់ធម្មពលដាក់ទៅកាន់វ៉ាងលីនក៏បានប្រើប្រាស់នៅខែការពារដើម្បីមករារាំងដែរប៉ុន្តែយ៉ាងណាមិញខែការពាររបស់គាត់នឹងគឺមិនអាចទប់ទល់បានឡើយឬហើយនោះគាត់ក៏បានបញ្ចេញនៅដែនជីវិតនឹងការស្លាប់របស់គាត់ចំណែកមនុស្សម្នាក់នឹងក៏ប្រើប្រាស់នៅវិជ្ជាបាញ់ភាគហើយសម្រាប់សម្លេងក៏នៅតែបន្តធ្វើការវិប្រហារធ្វើឲ្យដែនជីវិតនឹងការស្លាប់របស់វ៉ាងលីនត្រូវបានបំផ្លាញចោលហើយសម្រាប់ធម្មពលនេះក៏បានបន្តវិប្រហារទៅលើគាត់ទៅខណៈដែលវ៉ាងលីនបាននិយាយថាសម្លេងទាំងអស់ហ្នឹងវាបានរំខានទៅដល់ចិត្តរបស់គាត់ដែលធ្វើឲ្យស្មារតីរបស់គាត់នៅពេលនេះគឺកំពុងតែច្បោកច្បល់ដូច្នេះហើយគាត់គឺកំពុងតែប្រៀបបីដូចជាត្រីនៅលើជ្រុញស្របពេលដែលមនុស្សម្នាក់នឹងក៏នៅតែបន្តបន្លឺសំណើចឡើងហើយក៏ប្រើប្រាស់ធម្មពលមួយទៀតដាក់ទៅលើរាងកាយរបស់វ៉ាងលីនខណៈដែលគេក៏នៅតែនិយាយថាវ៉ាងលីនគឺជារបស់គេចំណែកវ៉ាងលីនគឺកំពុងតែព្យាយាមទប់ទល់ធ្វើយ៉ាងណាឲ្យស្មារតីរបស់គាត់ត្រឡប់នឹងនៅមកវិញហើយខណៈដែលគាត់ក៏បានសម្លឹងមើលទៅកាន់ផ្លែឈើអារក្សនៅពេលដែលគាត់បាននិយាយថាដោយសារតែវិធីសាស្ត្រធម្មតាគឺមិនមានប្រសិទ្ធភាពទៅហើយនោះដូច្នេះហើយគាត់នឹងប្រើប្រាស់នៅចេតនាសម្លាប់ដើម្បីទប់ទល់ជាមួយនឹងគេគាត់ក៏បានក្តាប់នៅកណ្ដាប់ដៃរបស់គាត់បន្តិចបញ្ចេញនៅកម្លាំងនោះយើងក៏ឃើញថាផ្លែឈើអារក្សទាំងអស់ហ្នឹងវាក៏បានអណ្ដែតទៅកណ្ដាលកាទៅខណៈដែលវ៉ាងលីនគាត់ក៏បានស្រែកឡើងមួយវ៉ាទៀតនោះពួកវាក៏ប្រែក្លាយទៅជាដំណក់ឈាមហើយខណៈដែលកម្លាំងធម្មពលឈាមទាំងអស់ហ្នឹងវាក៏បានបន្តចាក់បញ្ចូលទៅកាន់រាងកាយរបស់វ៉ាងលីនជាមួយនឹងការស្រូបយកនៅធម្មពលទាំងអស់នេះយើងក៏ឃើញថារាងកាយរបស់វ៉ាងលីនក៏ចាប់ផ្ដើមមានការប្រែប្រួលស្របពេលដែលពលឹងរបស់គាត់ក៏ត្រូវបានទាញចូលទៅក្នុងរាងកាយវិញឃើញដូច្នោះហើយមនុស្សម្នាក់ហ្នឹងក៏នៅតែបញ្ចេញកម្លាំងដើម្បីដណ្ដើមយកវាមកវិញជាមួយនឹងក្រញាំដៃដ៏ធំ
មសម្បើមប៉ុន្តែសម្ពាធធម្មពលដែលបានលើកចេញអំពីរាងកាយរបស់វ៉ាងលីននោះវាក៏បានធ្វើគេនឹងគឺប៉ាងត្រឡប់មកវិញហើយធម្មពលនឹងក៏បានដាក់សម្ពាធទៅលើគេផងដែរខណៈដែលវ៉ាងលីនគាត់ក៏នៅតែបន្តបញ្ចេញនៅដែនជីវិតនឹងការស្លាប់របស់គាត់លេចឡើងមកម្ដងទៀតហើយដៃរបស់គាត់ក៏បានធ្វើការផ្លាស់ប្ដូរស្របពេលនោះកម្លាំងធម្មពលនៃការស្រូបទាញដ៏ខ្លាំងក្លាក៏បានលេចចេញអំពីដែនជីវិតនឹងការស្លាប់របស់គាត់ដែរមនុស្សម្នាក់នឹងបន្ទាប់ពីឃើញដូច្នោះហើយគេក៏មិននៅទៀតដែរហើយគេក៏បានដាក់មេប្រូចយ៉ាងលឿនតែម្ដងប៉ុន្តែយ៉ាងណាមិញវ៉ាងលីនក៏បានក្តាប់កណ្ដាប់ដៃជាមួយនឹងការស្រែកឡើងមួយវ៉ានោះអំណាចធម្មពលនៃការបំផ្លិចបំផ្លាញដ៏ធំសម្បើមមួយវាក៏បានលេចឡើងមកហើយក៏ធ្វើរាងកាយរបស់មនុស្សម្នាក់នឹងក៏ត្រូវបានរលាយបាត់និងប្រែក្លាយទៅជាទម្រង់ដើមដែលជាគ្រឿងសឹកមួយនោះឯងបន្ទាប់ពីឃើញដូច្នោះហើយម្ចាស់របស់គេនឹងគឺពិតជាមានការខឹងសម្បាដោយវ៉ាងលីនបានបំផ្លាញនៅគ្រឿងសឹករបស់គេជាមួយនឹងចេតនានៃការសម្លាប់ដូច្នោះហើយក៏ប្រាប់ថាមើលទៅតម្លៃនៃការចាប់ខ្លួនវ៉ាងលីននឹងវាគួរតែលើអំពីធម្មពលសំខាន់របស់គាត់ទៅទៀតប៉ុន្តែក៏សួរថាតើវាគឺស័ក្តិសមជាមួយនឹងតម្លៃដែរឬអត់ប៉ុន្តែក៏ប្រាប់ថាណោះហើយចោះបំភ្លេចវាចោលទៅចំណែកវ៉ាងលីននៅពេលនេះក៏សួរថាតើចង់កិច្ចខ្លួនមែនទេគាត់ក៏បានក្តាប់កណ្ដាប់ដៃជាមួយនឹងធម្មពលរបស់គាត់បន្តិចនោះគ្រឿងសឹកដែលកំពុងតែព្យាយាមកិច្ចខ្លួននឹងក៏បានត្រឡប់ទៅវិញទៅហើយខណៈដែលវ៉ាងលីនក៏ប្រើប្រាស់នៅធម្មពលវិញ្ញាណរបស់គាត់បន្តិចនិងក៏អាចរកឃើញអំពីទីតាំងរបស់មនុស្សម្នាក់នោះដែរដូច្នោះហើយគាត់ក៏បាននិយាយថារកឃើញហើយចំណែកស៊ូលីងគូវាក៏បានសួរថាលោកម្ចាស់តើពួកយើងមិនគួរតែព្យាបាលរបួសជាមុនសិនទេឬស្របពេលដែលវ៉ាងលីនក៏បានសម្លក់មើលមកកាន់វាសួរថាតើវាគឺចង់និយាយអ្វីស៊ូលីងគូក៏ប្រាប់ថាគ្មាននោះទេដោយន័យរបស់វាគឺចង់មានន័យថាគួរតែសម្លាប់មនុស្សម្នាក់នោះភ្លាមដើម្បីធ្វើគេនឹងគឺមានការភ្ញាក់ផ្អើលស្របពេលដែលវាក៏បានរអ៊ូថាលើកនេះគឺចប់មែនតើហើយដោយសារតែអាមុខងាប់ដែលខូខើកាយសាហាវការពីពេលមុននឹងគឺត្រឡប់មកវិញហើយមិនត្រឹមតែប៉ុណ្្នឹងទេលើកនេះគឺថាគួរឲ្យខ្លាចជាងការពីពេលមុនទៅទៀតចំណែកវ៉ាងលីនក៏បាននិយាយជាមួយនឹងទឹកមុខដ៏ខូខើប្រាប់ឲ្យថាណែណាក៏ដោយឲ្យតាហ៊ីរំខានគាត់គឺត្រូវតែស្លាប់គឺវាដៃរបស់គាត់បន្តិចនោះផ្លែឈើអារក្សទាំងអស់ហ្នឹងក៏ខ្លាយទៅជាលហិតឈាមចាក់បញ្ចូលទៅកាន់រាងកាយរបស់គាត់បន្ទាប់មកវ៉ាងលីនក៏សម្ដៅចូលទៅរកមនុស្សម្នាក់នោះភ្លាមតែម្ដងចំណែកមនុស្សម្នាក់នោះវិញគឺបាននិយាយថាវ៉ាងលីនគឺនៅត្រឹមតែដំណាក់កាលដំបូងនៃកម្រិតទី7តែប៉ុណ្ណោះក៏ហ៊ានចង់តតាំងជាមួយនឹងគេដែរបន្ទាប់មកក៏ប្រើប្រាស់នៅកម្លាំងធម្មពលនៃការលេបត្របាក់ទម្លុះបេះដូងទាំង10000ធ្វើការវាយប្រហារទៅលើវ៉ាងលីនចំណែកវ៉ាងលីនបន្ទាប់ពីប៉ះគ្នាជាមួយនឹងកម្លាំងធម្មពលនេះរាងកាយរបស់គាត់ក៏ស្រាប់តែបានធ្លាក់ចូលទៅខាងក្រោមប៉ុន្តែសំណោចក៏នៅតែបន្តបលើឡើងសួរឲ្យថាតើនេះគឺជាអ្វីដែលគេមានមែនទេមនុស្សម្នាក់នឹងក៏នៅតែបន្តបញ្ចេញនៅកម្លាំងធម្មពលរបស់គេហើយចំណែកវ៉ាងលីនវិញគាត់ក៏បានផឹកនៅស្រែអមតៈចំនួន4ដំណក់ដែលធ្វើស៊ូលីងគូក៏បាននិយាយថាកាលពីពេលមុនវ៉ាងលីនផឹកត្រឹមតែ1ដំណក់តែប៉ុណ្ណោះគឺបានសន្លប់រយៈពេល1ឆ្នាំប៉ុន្តែនៅពេលនេះគឺផឹករហូតដល់4ដំណក់ដូច្នោះនៅពេលនេះប្រហែលជាឈួតមែនទែនកែលែងឡើងហើយស្របពេលដែលវ៉ាងលីនវិញគាត់គឺបានប្រើប្រាស់កម្លាំងធម្មពលរបស់គាត់ដោយផ្ទាល់ក៏ដូចជាធ្វើការតស៊ូជាមួយនឹងធម្មពលនៃការលេបត្របាក់ទាំងអស់នេះទៅដោយកម្លាំងធម្មពលទាំងអស់ហ្នឹងវាក៏បានបាញ់ទម្លុះរាងកាយរបស់គាត់ប៉ុន្តែយ៉ាងណាមិញសំណើរបស់វ៉ាងលីននឹងគឺនៅតែបន្តបលើឡើងដោយគាត់ហាក់បីដូចជាគ្មានការឈឺចាប់តទៅសោះគាត់បាននិយាយថាវាគឺពិតជាសប្បាយខ្លាំងមែនទែនដូច្នោះហើយក៏ឲ្យមនុស្សម្នាក់ហ្នឹងគឺបង្កើននៅការសប្បាយឲ្យខ្លាំងជាងនឹងបន្តិចទៅស្របពេលដែលសំណើរបស់គាត់គឺនៅតែបន្តបលើឡើងមុនពេលដែលគាត់ក៏បានបញ្ចេញនៅកម្លាំងធម្មពលបន្តិចដើម្បីបំបែកនៅកម្លាំងធម្មពលនៃការលើកត្របាក់ទម្លុះបេះដូងទាំង10000ហើយក៏ធ្វើការវាយទៅមុខបន្តទៀតស្របពេលដែលមនុស្សម្នាក់ហ្នឹងវិញបាននិយាយថានៅពេលនេះរាងកាយក៏ដូចជាពលឹងរបស់វ៉ាងលីនគឺកំពុងតែដួលរលំក៏ដូចជាត្រូវបំផ្លាញចោលហើយប៉ុន្តែដោយសារតែឥទ្ធិពលនៃផ្លែឈើអារក្សក៏ដូចជាធម្មពលនៃស្រែអមតៈហ្នឹងវ៉ាងលីននៅពេលនេះគាត់គឺកំពុងតែឈួតទៅហើយជាមួយនឹងទិសដៅដែលគាត់កំពុងតែសម្ដៅទៅវាគឺជាតំបន់មួយនៃប្រទេសបិសាចភ្លើងហើយជាមួយនឹងសកម្មភាពដ៏ខុសខើរបស់វ៉ាងលីននោះមិនយូរនោះទេប្រកាសជាត្រូវបានប្រទេសបិសាចភ្លើងរកឃើញហើយដូច្នោះហើយគេបាននិយាយថាវ៉ាងលីននៅពេលនេះគឺកំពុងតែចង់ស្វែងរកសេចក្តីស្លាប់ហើយយើងក៏លេចទៅមើលខាងនោះវិញកូនសិស្សម្នាក់នៅក្នុងបកដៅតាលូដែលមានឈ្មោះថាស៊ឺស៊ូនៅដំណាក់កាលដ៏ល្អខ្ចោះនៃកម្រិតទី6បន្ទាប់ពីឃើញវ៉ាងលីនដែលជាអ្នកកម្រិតទី7រើរបួសធ្ងន់នោះគេគិតថានៅពេលនេះគេគឺទទួលបាននៅលៀបសក្ការៈមួយហើយព្រោះថាប្រសិនបើគេអាចលេបយកនៅពលឹងរបស់វ៉ាងលីននោះកម្លាំងរបស់គេនឹងឈានទៅដល់កម្រិតទី7ហើយធម្មពលនៃវិញ្ញាណដៅរបស់គេប្រកាសជាមានការកើនឡើងយ៉ាងខ្លាំងរួចហើយនោះក៏សម្ដៅចូលទៅរកវ៉ាងលីនយ៉ាងលឿននិងក៏បានស្រែកបញ្ជាទៅកាន់កងទ័ពរបស់គេឲ្យត្រៀមខ្លួនហើយចំណែកវ៉ាងលីនគាត់ក៏ស្រាប់តែបានឈប់គេក៏នៅតែនិយាយទៅកាន់វ៉ាងលីនថានៅពេលនេះគាត់គឺរើរបួសធ្ងន់ទៅហើយដូច្នោះហើយចាំបាច់ធ្វើការតស៊ូធ្វើអ្វីចំណែកវ៉ាងលីនក៏ប្រាប់ថាអរគុណច្រើនសម្រាប់ការព្រួយបារម្ភហើយកម្លាំងធម្មពលរបស់គាត់ក៏បានបាញ់សម្ដៅទៅកាន់មនុស្សម្នាក់នេះដែលធ្វើជីវិតរបស់គេក៏ត្រូវបានបញ្ចប់ត្រឹមតែមួយប្រព្រឹត្តភ្នែកឃើញដូច្នោះហើយទីហ៊ានបិសាចទាំងអស់ហ្នឹងក៏សម្ដៅចូលទៅរកវ៉ាងលីនបន្តទៀតដើម្បីសងសឹកឲ្យមេបញ្ជាការរបស់ពួកគេចំណែកវ៉ាងលីនក៏ប្រើប្រាស់អំណាចនៃការបំភ្លេចបំផ្លាញយើងក៏ឃើញថាទីហ៊ានបិសាចរាប់ពាន់រាប់ម៉ឺននាក់នោះក៏ត្រូវបានវ៉ាងលីនសម្លាប់ចោលត្រឹមតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះហើយធម្មពលសម្លាប់ទាំងអស់នេះវ៉ាងលីនក៏បានស្រូបចូលទៅក្នុងរាងកាយរបស់គាត់ដោយមើលទៅវ៉ាងលីននៅពេលនេះហាក់បីដូចជាឆ្ងាញ់ជាមួយនឹងធម្មពលនេះខ្លាំងមែនទែនហើយក្នុងពេលនោះគាត់ក៏ស្រាប់តែបានបាត់ខ្លួនភ្លាមយើងក៏លេចមកមើលខាងនេះវិញកូនចៅម្នាក់ក៏បានបរិយាអំពីស៊ឺស៊ូនឹងដែលត្រូវបានវ៉ាងលីនសម្លាប់ចោលហើយខណៈដែលអាទ្រីបិសាចនៃទីក្រុងប្រទេសបិសាចភ្លើងនឹងគឺពិតជាមានការខឹងសម្បាដែលវ៉ាងលីនបានសម្លាប់ទីហ៊ានបិសាចរបស់គាត់ចំនួន30000នាក់ដូច្នោះហើយគាត់នឹងឆ្លាក់វ៉ាងលីនចូលទៅក្នុងខួរឆ្អឹងរបស់គាត់បន្ទាប់មកក៏ចេញបញ្ជាឲ្យប្រមូលផ្ដុំនៅកងទ័ពបិសាចចំនួន100,000នាក់ដើម្បីសម្លាប់វ៉ាងលីនចោលយកនៅឈាមរបស់វ៉ាងលីនដើម្បីធ្វើការស្រោចទៅលើទឹកដីរបស់គាត់ហើយនៅពេលនេះវិញកងទ័ពជាច្រើនក៏បានប្រមូលផ្
ផ្ដុំគ្នាបន្ទាប់ពីឃើញចេតនាសម្លាប់ដ៏ខ្លាំងក្លាបែបនេះហើយវ៉ាងលីនគាត់គឺពិតជាចូលចិត្តខ្លាំងមែនទែនក្លេកទៅមើលខាងនោះវិញមេតបម្ដងម្នាក់ដែលមានឈ្មោះថាសៀនឈីនៅដំណាក់កាលដំបងកម្រិតទី7គេបាននិយាយថាវ៉ាងលីនបានសម្លាប់នៅទីហ៊ានបិសាចរបស់គេហើយក៏សម្លាប់នៅមេបញ្ជាការរបស់គេដូច្នោះហើយថ្ងៃនេះគេនឹងធ្វើទៅតាមបញ្ជារបស់អធិបតីបិសាចនៃប្រទេសបិសាចភ្លើងសម្លាប់វ៉ាងលីននៅនឹងកន្លែងបន្ទាប់មកក៏ស្រែកទៅកាន់កូនចៅរបស់គេឲ្យរៀបចំក្បួននៃការបង្កើតបិសាចនៅរូបភ្លើងស្របពេលដែលវ៉ាងលីនឃើញដូច្នោះហើយគាត់ក៏បានស្រែកថាត្រាអំណាចធម្មពលនៃការបំផ្លិចបំផ្លាញក៏បានបាញ់សម្ដៅចូលទៅមេតបសៀនឈីក៏ប្រើប្រាស់នៅកម្លាំងធម្មពលរបស់គេដើម្បីមករារាំងហើយគេក៏បាននិយាយថាវ៉ាងលីនគឺទៅតែបំបីចូលមកកាន់កម្រិតទី7តែប៉ុណ្ណោះក៏ហ៊ានរត់ចូលមកកាន់ទឹកដីនៃប្រទេសបិសាចភ្លើងរបស់គេដែរប្រើប្រាស់កម្លាំងរបស់គេដើម្បីធ្វើការវិប្រហារទៅលើវ៉ាងលីនវិញចំណែកវ៉ាងលីនក៏ប្រើប្រាស់កម្លាំងធម្មពលរបស់គាត់ទៅទប់ទល់បន្តក្លេកទៅមើលខាងនោះវិញមនុស្សម្នាក់នឹងក៏បាននិយាយអំពីក្បួននៃការបង្កើតនេះដែលវាគឺជាការរួមបញ្ចូលគ្នានៅអំណាចធម្មពលទីហ៊ានបិសាចចំនួន100,000នាក់បូកបន្ថែមជាមួយនឹងអំណាចធម្មពលរបស់អ្នកកម្រិតទី7ដូច្នោះហើយបើទោះបីជាវ៉ាងលីនគាត់គឺជាអ្នកខ្លាំងដែលនៅដំណាក់កាលចុងក្រោយកម្រិតទី7ក៏ដោយប៉ុន្តែគាត់គឺត្រឹមតែម្នាក់ឯងនោះគាត់គឺមិនអាចធ្វើអ្វីបាននោះទេដោយគាត់ប្រកាសជាស្លាប់នៅនឹងកន្លែងហើយចំណែកវ៉ាងលីនវិញក៏នៅតែបញ្ចេញកម្លាំងធម្មពលរបស់គាត់ដើម្បីធ្វើការតស៊ូជាមួយនឹងក្បួននៃការបង្កើតនេះខណៈដែលមេតបរងសៀនឈីក៏នៅតែស្រែកតែកាន់ទីហ៊ានបិសាចទាំងអស់ឲ្យធ្វើការរួមដៃគ្នាជាមួយនឹងគាត់ដើម្បីសម្លាប់វ៉ាងលីនចោលព្រោះថាសម្បីតែពលឹងរបស់វ៉ាងលីននឹងក៏មិនអាចទុកបានដែរចំណែកវ៉ាងលីនក៏ប្រើប្រាស់នៅធម្មពលជាមួយនឹងដៃអមតៈរបស់គាត់ដើម្បីធ្វើការបំផ្លាញនៅពស់នៅរកភ្លើងទាំងអស់នេះម្ដងមួយហើយបន្ទាប់មកគាត់ក៏បានប្រើប្រាស់ធម្មពលជាមួយនឹងត្រៃជីវិតរួចហើយនោះក៏ធ្វើការទប់ទល់ជាមួយនឹងកម្លាំងទាំងអស់នេះបន្តដោយគាត់ក៏នៅតែបន្តសម្ដៅចូលទៅដោយយើងក៏ឃើញថាជាមួយនឹងកម្លាំងធម្មពលរបស់វ៉ាងលីនពស់នៅរកភ្លើងទាំងអស់នេះក៏ត្រូវបានបំផ្លាញចោលជាបន្តហើយខណៈដែលទីហ៊ានបិសាចជាច្រើននឹងគឺនាំគ្នារត់ចោលជួយស្របពេលដែលវ៉ាងលីនបាននិយាយថាចេតនាសម្លាប់ដ៏ខ្លាំងក្លាបែបនេះវាគឺពិតជាផ្អែមសម្រាប់គាត់ដែលគាត់គឺពិតជាចូលចិត្តបញ្ចេញនៅកម្លាំងធម្មពលរបស់គាត់បន្តិចទៀតនោះពស់នៅរកភ្លើងទាំងអស់នេះក៏ត្រូវបានបំផ្លាញចោលម្ដងទៀតដែលធ្វើមេតបរងសៀនឈីក៏និយាយថាមិននឹងអាចធ្វើរួចទៅចំណែកវ៉ាងលីនក៏នៅតែបន្តបន្ថែមកម្លាំងធម្មពលរបស់គាត់ដោយយើងក៏ឃើញថាសរសៃជីបចរសរសៃឈាមរបស់គាត់នឹងក៏ចាប់ផ្ដើមមានការប្រែប្រួលសម្បីតែបេះដូងរបស់គាត់នឹងក៏ត្រូវបានដុតកម្លោចផងដែរឃើញដូច្នោះហើយមេតបរងសៀនឈីក៏បានដឹងថាវ៉ាងលីនគឺកំពុងតែព្យាយាមធ្វើការបំបីតម្រង់ដូច្នោះហើយគេក៏បានសម្រុកចូលទៅជាមួយនឹងកម្លាំងធម្មពលរបស់គេចំណែកវ៉ាងលីនក៏ប្រើប្រាស់នៅបច្ចេកទេសបិសាចប្រភពទឹកនៃទាខេរដូវពណ៌លឿងជាមួយនឹងអំណាចទឹកដែលបានលេចចេញមកនោះទីហ៊ានបិសាចជាច្រើនពួកគេគឺពិតជាមិនអាចទ្រាំទ្របាននោះទេចំណែកសៀនឈីវិញគាត់ក៏ប្រើប្រាស់នៅកម្លាំងធម្មពលរបស់គាត់ដើម្បីមករារាំងហើយនៅពេលនេះគាត់ក៏បាននិយាយថាវ៉ាងលីនយើងគឺទៅតែបំបីជុំមកដល់ដំណាក់កាលដំបងនៃកម្រិតទី7តែប៉ុណ្ណោះប៉ុន្តែហេតុអ្វីបានជាវ៉ាងលីននឹងគាត់គឺមាននៅតែដោយផ្ទាល់ខ្លួនស្របពេលដែលគេបាននិយាយថាចំពោះតៅរបស់វ៉ាងលីនវាគឺជាប្រភពទឹកនៃទាខេរដូវពណ៌លឿងនឹងឯងដែលវាគឺបានកើតចេញអំពីផ្លែឈើអារក្សក៏ដូចជាស្រែអមតៈដែលមាននៅក្នុងរាងកាយរបស់គាត់ជាមួយនឹងចេតនាសម្លាប់នៃទាហានបិសាចជាច្រើននាក់នៅពេលនេះវ៉ាងលីនបានប៉ះជាមួយនឹងរនាំងនៃជំហានទី2ហើយដោយគាត់ក៏បានធ្វើការផ្លាស់ប្ដូរអំពីការយកឃើញខាងវិញ្ញាណទៅជាការពិតនៃរូបកាយដូច្នោះហើយនៅពេលនេះគាត់វ៉ាងលីននឹងមិនធ្វើការវឹកហាត់ទៅតាមឋានសួគ៌និងផែនដីឬមួយក៏មាគ៌ាអមតៈនោះទេដែលគាត់នឹងធ្វើការវឹកហាត់ទៅតាមផ្លូវរបស់គាត់ហើយដូច្នោះចាប់ពីពេលនេះតទៅអ្នកណាក៏ដោយឲ្យតែចង់សម្លាប់គាត់នោះនឹងធ្លាក់ចូលទៅក្នុងប្រភពទឹកនៃទាខេរដូវពណ៌លឿងជាមួយនឹងវត្តរបស់គាត់ដែលសម្បីតែឋានសួគ៌នឹងក៏មិនអាចជួយពួកគេបានដែររួចហើយនោះវ៉ាងលីនគាត់ក៏បានធ្វើការវាយទម្លាក់ចូលទៅខាងក្រៅម្ដងទៀតដែលយើងក៏ឃើញថាប្រភពទឹកនៃទាខេរដូវពណ៌លឿងរបស់គាត់នឹងវាគឺពិតជាខ្លាំងមែនទែនមនុស្សមួយចំនួនដែលបានធ្លាក់ចូលទៅក្នុងនឹងហើយរាងកាយក៏ដូចជាកម្លាំងធម្មពលរបស់ពួកគេនឹងក៏រលាយសាបសូន្យភ្លាមតែម្ដងសម្បីតែមេតបរងសៀនឈីដែលនៅដំណាក់កាលដំបងនៃកម្រិតទី7នឹងក៏មិនអាចទប់ទល់បានដែរហើយនៅពេលនេះទីហ៊ានបិសាចរាប់ពាន់រាប់ម៉ឺននាក់ក៏ដូចជារាប់សែននាក់នឹងគឺត្រូវបានវ៉ាងលីនសម្លាប់ចោលហើយគាត់កំពុងតែស្រូបយកនៅចេតនាសម្លាប់នៃធម្មពលជីវិតរបស់គាត់ទៅបំពេញរាងកាយរបស់គាត់ស្របពេលដែលមនុស្សអ្នកនោះវិញគេបាននិយាយថាវ៉ាងលីនយើងគឺនៅត្រឹមតែដំណាក់កាលដំបងនៃកម្រិតទី7តែប៉ុណ្ណោះប៉ុន្តែបែរជាអាចបើកនៅប្រភពទឹកនៃទាខេរដូវពណ៌លឿងបានដូច្នោះហើយក៏និយាយថាវ៉ាងលីនឯងគឺពិតជាធ្វើខ្ញុំនឹងគឺមានការភ្ញាក់ផ្អើលមែនបន្ទាប់មកគាត់ក៏បានស្រែកហៅអ្នកបម្រើរបស់គាត់ម្នាក់ដោយតាចានឹងគឺមានឈ្មោះថាមីងយៀននៅដំណាក់កាលចុងក្រោយនៃកម្រិតទី7តាចានឹងក៏សួរថាលោកម្ចាស់តើមានបញ្ជាអ្វីមែនទេស្របពេលដែលមនុស្សម្នាក់នឹងក៏តបទៅវិញថានៅពេលនេះគឺដល់ពេលដែលត្រូវតែស្វាគមន៍ភ្ញៀវហើយសាច់រឿងរបស់យើងមួយភាគនេះក៏ឈានដល់ទីបញ្ចប់ផងដែរ